ចាសូមជម្រាបសួរដល់អស់លោកអ្នកបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទចាថ្ងៃនេះខ្ញុំនឹងអាននៅព្រះគម្ពីរម៉ាថាយជំពូក13នៅខ44ចារហូតដល់ខ50មួយទៀតនគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចម្ការដែលកាលណាមនុស្សម្នាក់បានឃើញនោះក៏លាក់ទុករួចចេញទៅលក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរដើម្បីនឹងទិញចម្ការនោះមួយទៀតនគរស្ថានសួគ៌ក៏ប្រៀបប្រដូចជាអ្នកឈ្មួញម្នាក់ដែលរកកែវមុក្តាយ៉ាងល្អកាលណាបានឃើញមួយដែលមានតម្លៃណាស់នោះគាត់ទៅលក់របស់ទ្រព្យទាំងអស់មកទិញកែវមុក្តានេះមួយទៀតនគរស្ថានសួគ៌ក៏ប្រៀបដូចជាអួនដែលគេទម្លាក់ទៅក្នុងសមុទ្រជាប់បានត្រីគ្រប់មុខកាលណាបានពេញហើយនោះគេទាញឡើងមកលើគោករួចអង្គុយជ្រើសរើសត្រីល្អៗដាក់ក្នុងកញ្ឆេរទុកតែត្រីអាក្រក់គេចាក់ចោលចេញដល់ទីបំផុតកលនឹងបានដូចគ្នាដែរគឺពួកទេវតានឹងចេញទៅញែកយកពួកទុច្ចរិតពីពួកសុចរិតចេញហើយនឹងបោះគេចោលទៅក្នុងគុកភ្លើងនៅទីនោះគេនឹងយំហើយសង្គ្រាតធ្មេញព្រះយេស៊ូវទ្រង់មានបន្ទូលសួរដល់គេថាតើអ្នករាល់គ្នាយល់សេចក្តីទាំងនេះឬទេគេទូលឆ្លើយថាយើងខ្ញុំយល់ហើយព្រះអង្គម្ចាស់ទ្រង់ក៏មានបន្ទូលទៅទៀតថាដូច្នេះគ្រប់អស់ទាំងអាចារ្យណាដែលមានគេបង្ហាត់បង្រៀនឲ្យធ្វើជាសិស្សនៃនគរស្ថានសួគ៌នោះធៀបដូចជាថៅកែម្នាក់ដែលបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងរបស់ខ្លួនចាសូមអរគុណសូមព្រះប្រទានពរ